บសួរសួស្តីពីបងប្អូននេះយើងបានមកលេងស្រុកកំណើតនៅឯខេត្តតាកែវហើយយើងបានធ្វើដំណើរមកដល់ស្ពានអូតុំពីណាស្ពានអូតុំនៅរដូវកាលបុណ្យភ្ជុំបិណ្ឌរដូវកាលបុណ្យភ្ជុំបិណ្ឌគឺថាទឹកចាប់ផ្ដើមហូរខ្លាំងមែនទេបងប្អូនគឺយើងមិនអាចធ្វើដំណើរតាមខាងក្រោមបានទេយើងត្រូវការធ្វើដំណើរនៅលើស្ពានថ្មផ្នែកខាងលើសម្រាប់រថយន្តតូចៗហើយយើងធ្វើដំណើរបានដែរសម្រាប់រថយន្តខ្ពស់ៗធំៗអាចបើកបរនៅផ្នែកខាងក្រោមបានដោយសារទឹកច្រើនបើរថយន្តយើងតូចៗចុះទៅទឹកចូលម៉ាស៊ីនណាបងប្អូនហើយយើងបានមកលេងអាកាសភ្ជុំបិណ្ឌហើយជារៀងរាល់ឆ្នាំទឹកនៅទីនោះតែងតែហូរនៅរយៈពេលរដូវមុនរដូវកាលបុណ្យភ្ជុំបិណ្ឌឡងពេលភ្ជុំបិណ្ឌរត់ដល់រដូវកាលកឋិនអាចដល់បុណ្យអុំទូកអីចឹងទៀតបងប្អូនបុណ្យអុំទូកទឹកអាចនឹងស្រកទៅវិញអស់ហើយបងប្អូនចឹងរយៈពេលប្រហែលខែនេះគឺទឹកចាប់ផ្ដើមហូរដោយសារមានភ្លៀងមានអីចឹងទឹកយើងមកពីខាងលើមកហូរចាក់កាត់ហូរកាត់ស្ពានអូតុំអញ្ចឹងហើយបងប្អូនយើងអាចមកលេងកំសាន្តបានមកងូតទឹកមកលាងឡានលាងម៉ូតូឲ្យបាននៅខាងផ្នែកស្ពានអូតុំឥឡូវយើងធ្វើដំណើរពីភ្នំពេញទៅផ្ទះសិនបងប្អូនហើយចាំយើងតំណេយើងមកលេងត្រឡប់មកលេងនៅស្ពានអូតុំនឹងមានមួយកន្លែងទៀតនៅខាងនរណែលដងខ្ញុំខាងនរណែលដងខ្ញុំហើយសម្រាប់រដូវកាលបុណ្យទានចឹងគឺថាមានការកកស្ទះចរាចរណ៍ឲ្យសារយើងធ្វើដំណើរសម្រាប់ឡានតូចៗយើងត្រូវការឡើងទៅផ្នែកខាងលើចឹងបងប្អូនហើយឡានធំឡានទំនិញគឺរត់ខាងក្រោមហើយមានបងប្អូនយើងមកលក់ដូរអីសងខាងផ្លូវចឹងមានបន្លែមានតកួនមានឈូកមានផលិតមានខ្យងមានត្រីមានកពឹសអីចឹងទៅគាត់លក់នៅអមសងខាងអ្នកដែលមកលេងអាចទិញបន្លែធម្មជាតិមានម្ហូបអាហារធម្មជាតិចឹងអមសងខាងផ្លូវចឹងអាចទិញយកទៅញ៉ាំបានហើយស្ថានភាពផ្លូវយើងទៅខាងស្រុកខ្ញុំគឺបាត់ណាបងប្អូនចុះមកពីទីរំខានចិត្តតែដោយសារយើងចប់នឹងស្រុកខ្ញុំបងខាងខ្ញុំនេះគឺស្រុកត្រាំងហើយទីរំខានគឺស្រុកដូនកែវក្រុងដូនកែវបងប្អូនគឺនៅជាប់គ្នាអញ្ចឹងបងប្អូនចុះពីខេត្តមកតែបន្តិចគឺដល់ស្រុកកំណើតដែរបងប្អូនហើយនេះយើងបានមកលេងទឹកវិញបងប្អូនយើងទៅដល់ផ្ទះហើយដែរវាយបានហើយញ៉ាំបាយញ៉ាំទឹកហើយយើងក៏ជូនក្មេងៗបានមកលេងនៅទីតាំងស្ពានដៃអូតុំនៅស្រុកខ្ញុំហៅស្ពានអូតុំស្ពានអូតុំអញ្ចឹងហើយយើងមានទឹកសងខាងហើយផ្លូវយើងរត់កាត់ទឹកចឹងបងប្អូនរត់កាត់ឆ្លងទឹកតែស្ពានយើងចាស់ទ្រុឌទ្រោមយូរណាស់ហើយស្ពានយើងបើកបានតែឡានតូចៗទេឡានតូចៗអាចឡើងលើនឹងបានតែបើឡានពេលធំបើកអត់កើតបងប្អូនដោយសារស្ពានក៏តូចហើយវាចាស់ទ្រុឌទ្រោមដែរសម្រាប់ឡានយើងលក្ខណៈគ្រួសារតូចៗចឹងយើងអាចធ្វើដំណើរបានហើយស្ពាននេះអាយុកាលយូរបាយបងប្អូនព្រោះតាំងពីមុនខ្ញុំកើតមកយើងឃើញតែស្ពានអូតុំហើយយើងមានផ្នែកខាងក្រោមសម្រាប់ឡានធំបើកបរឆ្លងកាត់អីចឹងតែថាមានទឹកដល់កាលទឹកគឺទឹកត្រូវតែហូរកាត់ស្ពានហ្នឹងអញ្ចឹងបងប្អូនហើយបងប្អូនយើងក៏ជិះកាត់ហ្នឹងក៏ឈប់ចូលលេងចូលនាំកូននាំក្មេងទាំងចាស់ទាំងក្មេងលេងអញ្ចឹងតែឥឡូវមិនតាន់ដល់ម៉ោងគេមកលេងច្រើនអញ្ចឹងមានអ្នកខ្លះមកលាងឡានលាងម៉ូតូអញ្ចឹងទៅហើយឥឡូវគឺចង់វិវត្តទៅជាកន្លែងរមណីយដ្ឋានមួយថាគឺមានអ្នកលក់មានទាំងពីកាហ្វេមានទាំងកន្លែងលក់ម្ហូបអាហារខ្យងលក់ផ្កាលក់បន្លែអញ្ចឹងមានច្រើនអញ្ចឹងបងប្អូនហើយទឹកខាងនេះក៏មិនតាន់ជាផ្លែណាស់ដែរដោយសារទឹកយើងរុញចាក់មកពីខាងលើអញ្ចឹងហើយមានជាស្មៅមានដូចជាស្លែងអីអាចដែរតែអត់អីទេយើងអាចលេងបានអញ្ចឹងហើយទឹកមិនជាជ្រៅមែនទេទឹកអាចត្រឹមជង្គង់ត្រឹមអីទេក្មេងៗក៏មិនជាបញ្ហាតែអ្វីដែលយើងទៅប្រយ័ត្នពួកគាត់ទីមួយគឺទៅនៅឲ្យចិត្តដល់ក្បែរពួកគាត់យើងបារម្ភខ្លាចមានឡានធំឡានអីមកអញ្ចឹងយើងទៅមើលពួកគាត់អត់បានល្អចឹងឡានមានអីក៏គេមើលមិនតាន់ទេក្មេងៗអញ្ចឹងហើយទីពីរគឺយើងខ្លាចគាត់ចុះមកលេងផ្នែកសងខាងនៃស្ពានហ្នឹងវាអាចទឹកជ្រៅចឹងហ្នឹងអាចមានការលងទឹកលងអីអញ្ចឹងយើងជាណាព្យាបាលយើងចង់ឲ្យកូនមកលេងយើងត្រូវតែប្រយ័ត្នយ៉ាងចំពោះបត្រាបត្រីកូនអញ្ចឹងហើយក្មេងៗគាត់លេងសប្បាយទឹកវាមិនជ្រៅទេហើយខែនេះមិនតាន់ជាទឹកខ្លាំងហ្មងបងប្អូនតែទឹកឡើងហូរទឹកអាចដល់ឡងពេលបនកឋិនមុនអីទឹកវាឡើងហូរវាទល់គ្នាអញ្ចឹងទឹកវាចាប់ដើមថ្លាឥឡូវទឹកកំពុងតែហូរចុះអញ្ចឹងគឺมันជាថ្លាប្រហែលនេះសម្រាប់ទឹកប៉ុន្តែយើងអាចលេងបានវាមិនធ្វើឲ្យប៉ះពាល់ដល់លំោះឬក៏អីក្មេងៗណាទេព្រោះទឹកនេះវាហូរចាក់មកពីលើដែរអញ្ចឹងបងប្អូនពីខាងលើខាងលើមកអញ្ចឹងទៅហើយក្មេងៗក៏លេងសប្បាយមែនទេសម្រាប់ក្មេងៗមានទឹកមានអីអញ្ចឹងទៅហើយអាណាព្យាបាលម្នាក់គឺនៅឈរក្បែរកូនរឿងនេះខ្លួនទៅដើម្បីមើលពួកគាត់យើងប្រចាំទាំងអស់គ្នាសម្រាប់កូនធម្មតាគាត់ចង់លេងសប្បាយហើយយើងក៏មិននេះពួកគាត់ដែរហើយទឹកនេះបងប្អូនគេវាហូរអញ្ចឹងហើយផ្នែកខាងក្រោមស្ពានខាងអីវាអាចជ្រៅអាចត្រឹមកកក្មេងធ្វើអីអញ្ចឹងទៅព្រោះកាលណាយើងនាំគាត់មកលេងអញ្ចឹងយើងប្រយ័ត្នព្រោះសុខភាពពួកគាត់តាំងពីការលេងទឹកហែទៅខ្លាចគាត់ប្រហែលទៅគាត់ទៅលេងទឹកជ្រៅទៅលេងសងខាងទៅវាអាចទឹកជ្រៅយ៉ាងឬក៏មានឡានធ្វើដំណើរមកឡានតូចឡានធំអីយើងនាំគាត់មកអែបមកខាងដើម្បីឡានធ្វើដំណើរទៅផុតចាំឲ្យពួកគាត់លេងបន្តទៀតចឹងហើយអ្នកស្រុកអ្នកធ្វើដំណើរឆ្លងកាត់ក៏គេយកដែរគេឃើញក្មេងៗអីចឹងក៏គេប្រយ័ត្នប្រយែងថយលបឿនឬក៏គេ supply ពីចម្ងាយទៅយើងនាំគ្នាអែបទៅនាំគ្នាទឹកដៃកូនចៅអែបខាងទៅយើងជៀសវាងពីការគ្រោះថ្នាក់របស់គ្នា
យើងសបាយរដូវកាលមួយឆ្នាំមានតែម្ដងទេសម្រាប់ទឹកហូរកាត់នៅស្ពានអូតុំយើងនេះអញ្ចឹងយើងអត់មានអីការពីប្រយ័ត្នប្រយែងសម្រាប់កូនយើងតែឡានគេមកអញ្ចឹងទៅយើងប្រយ័ត្នប្រយែងទៅយើងដឹកដៃអែបទៅឲ្យឡានគេទៅផុតអញ្ចឹងទឹកហូរទៅអស់ទៅបានពួកគាត់លេងគេអញ្ចឹងហើយមិនសូវជាមានឡានឆ្លងកាត់អីច្រើនប្រហែលទេបើឡានតូចៗយើងធ្វើដំណើរបានហ្នឹងគឺយើងធ្វើដំណើរនៅខាងលើស្ពានហើយសភាពស្ពាននេះគឺបែបនេះបងប្អូនស្ពានគឺថាចាស់ទ្រុឌទ្រោមមែនតើណាបងប្អូនតែនៅតែអាចធ្វើដំណើរបានបងប្អូនសរសើរស្នាដៃដែលគាត់ធ្វើគឺរាប់សិបឆ្នាំមកហើយនៅតែអាចធ្វើដំណើរបានលើហ្នឹងអញ្ចឹងណាហើយស្ពានអញ្ចឹងគឺធ្វើដំណើរបានតែមួយឡានទេមកអញ្ចឹងឡានមួយអាចមកលេងឡាននៅខាងនេះគឺអាចមកបានទេអញ្ចឹងអាចឆ្លងកាត់បានតែមួយឡានទេហើយនេះគឺជាទស្សនភាពនៃបឹងនេះអូអញ្ចឹងបងប្អូនមានកាច់ឆែតមានតកួនមានផលិតមានឈូកអីចឹងទៅនៅក្នុងបឹងសងខាងក្នុងអូសងខាងស្រុកខ្ញុំគេហៅអូផ្នែកខាងស្ដាំនោះគេហៅអូតុំទៅផ្នែកខាងឆ្វេងគេហៅអូយើងអូតុំដូចគ្នាខាងកំពង់ស្រុកខ្ញុំគេហៅកំពង់លេខ1លេខ2លេខ3ចឹងទៅសម្រាប់កំពង់លេខ1លេខ2លេខ3ហ្នឹងគឺសម្រាប់ផ្លូវទឹកសម្រាប់ទ្វារទឹកបងប្អូនធ្វើច្រកទ្វារទឹកសម្រាប់ដោះចឹងដោះទឹកឲ្យហូរពេលណាទឹកជន់ខ្លាំងវិញយើងបើកទឹកឲ្យហូរចាក់ទៅបឹងហើយទឹកហូរនេះហូរជន់មកពីខាងស្រុកលើទីដែលខ្ពស់ចឹងទៅខាងជំនាញផ្នែកទៅខាងវត្តតុំអូតុំទៅខាងជំនាញខាងលើនោះទឹកហូរចាក់មកគឺហូរដោះមកខាងអូតុំហ្នឹងហើយអូតុំក៏ដោះហូរកាត់នៅស្ពានដៃយើងហើយក៏ហូរចាក់ទៅខាងបឹងយើងមានបឹងតកែវចឹងបងប្អូនបឹងហ្នឹងជាប់ជាមួយទីរំខែតចឹងបានថាស្រុកខ្ញុំគឺចុះមកគឺដល់បឹងហ្មងតែត្រឹមអូតុំហ្នឹងទៅកើតហ្នឹងទៅជើងទៅអីគឺសុទ្ធតែជាទឹកជាបឹងហ្នឹងបងប្អូនហើយក៏សូមអរគុណច្រើនបងប្អូនវីដេអូយើងមានប៉ុណ្ណឹងសម្រាប់ទីតាំងនៅស្ពានអូតុំហើយយើងជួបគ្នានៅវីដេអូក្រោយទៀតនៅស្ពានទឹកមួយទៀតនៅខាងផ្នែកកំពង់លេខ1នៅខាងស្រុកខ្ញុំស្រុកត្រាំងខេត្តតាកែវបងប្អូនអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាក្នុងការធ្វើដំណើរកាសបុណ្យទានបុណ្យប្រជុំបុណ្យកឋិនបុណ្យអុំទូកអីធ្វើដំណើរទៅលេងស្រុកទៅលេងទីណាសូមឲ្យសុខសប្បាយសុខសុវត្ថិភាពទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ